ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាហ្នឹងហើយនេះគឺជាសកម្មភាពរបស់ក្រមយុវជនរបស់អង្គការ PEP ថ្ងៃនេះផងដែរគឺយើងធ្វើដំណើរទស្សនកិច្ចទៅកាន់រមណីយដ្ឋានមួយដែលមានឈ្មោះថាប្រាសាទវត្តអទ្វារអ្នកទាំងអស់គ្នាហ្នឹងហើយគឺប្រាសាទវត្តអទ្វារតែប្រាសាទវត្តអទ្វារនេះផងដែរគឺមានទីតាំងស្ថិតនៅភូមិក្រសាំងរលើងឃុំពោធិ៍បន្ទាយជ័យក្រុងសៀមរាបខេត្តសៀមរាបហើយស្ថិតនៅភាគខាងត្បូងនៃក្រុងសៀមរាបនិងមានចម្ងាយពីក្រុងសៀមរាបចំនួន7គីឡូម៉ែត្រនេះជាសកម្មភាពជិះកង់ទៅតាមផ្លូវត្រង់និងទៅតាមផ្លូវគន្ធបុប្ផាគឺទៅតាមផ្លូវគន្ធបុប្ផាទៅខាងត្បូងចំមកបងប្អូនទាំងអស់គ្នានឹងហើយនេះជាការជិះកង់របស់ក្រុមយុវជនរបស់យើងហើយការជិះកង់នេះផងដែរក៏មានការពាក់មួកការពារសុវត្ថិភាពរបស់យើងផងដែរអាចថាជាការពារខ្លួនយើងណានឹងឥឡូវនេះយើងមកដល់វត្តប្រាសាទអទ្វារហើយនឹងហើយក៏អធិស្ឋានផងដែរដែលខ្ញុំមិនបានថតអំពីផ្លូវចូលមកកាន់ប្រាសាទហ្នឹងហើយនេះផងដែរគឺជាវាលស្រូវដែលនៅក្បែរនឹងតាមផ្លូវចូលទៅកាន់ប្រាសាទគឺខៀវស្រងាត់ស្អាតមែនទែនហ្នឹងហើយបន្ទាប់មកទៀតហ្នឹងគឺយើងធ្វើការជិះមកត្រង់បន្តិចមកបន្ទាប់មកទៀតគឺយើងធ្វើការជិះមកប្រហែលជាត្រង់ប្រហែលជា10ទៅ20ម៉ែត្រហើយយើងបត់មកខាងឆ្វេងដៃបន្តិចគឺយើងដល់ផ្លូវបត់ចូលហើយហ្នឹងហើយឥឡូវយើងដល់ផ្លូវបត់ចូលហើយឥឡូវនេះខ្ញុំបានមកដល់កន្លែងដែលទូកង់ហើយបន្តិចទៀតនឹងយើងនឹងទៅមើលប្រាសាទក៏ដូចជាទស្សនាអំពីថ្មប្រាសាទទាំងអស់គ្នាថាតើប្រាសាទនឹងមានសម្រស់ស្អាតយ៉ាងណាអូខេ let's goខេត្តសៀមរាបប្រៀបថាណោសតកាលខ្ញុំប្រតិព័ន្ធការបាត់ដំបងដល់ចិនគំរួញគួនគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូបជួតជ្រាបពោពេញអរាបងបានស្បាយពីរឿងស្នេហានៅការចំប៉ារៀមក្រៀមក្រមរយព្រួយរយនឹករយសានទន្ទឹងពុំឃើញនំនឹងតែជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាអាយុខែឆ្នាំតើឲ្យទ្រាំចាំដេចទៅចំពេសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំពេអើព្រួយរយនឹករយសានទន្ទឹងពុំឃើញនំនឹងដែលជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាអាយុខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំពេសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំពេអើយជាគ្នាតទៅនឹងចំពេអើយជាគ្នាតទៅនឹងចំពេអើយ